កាលពីព្រេងនាយនៅក្នុងអាណាចក្រមួយឈ្មោះកចន្ទសុវណ្ណគេមានព្រះរាជវាំងដ៏ធំស្រស់ស្អាតសង់នៅលើភ្នំខ្ពស់ដែលអាចមើលឃើញពន្លឺព្រះច័ន្ទភ្លឺចែងចាំងរាល់យប់អាណាចក្រនេះមានសន្តិភាពនិងសម្បូរបែបព្រោះប្រជាជនរស់នៅដោយសេចក្តីស្រឡាញ់និងគោរពធម្មជាតិនៅក្នុងព្រះរាជវាំងមានព្រះនាងមួយអង្គព្រះនាមព្រះនាងចន្ទកេសរព្រះនាងមានសម្រស់ស្រស់ស្អាតដូចពន្លឺព្រះច័ន្ទនិងមានចិត្តមេត្តាជាទីបំផុតព្រះនាងចូលចិត្តជួយអ្នកក្រីក្រនិងចូលចិត្តស្ដាប់រឿងព្រេងបុរាណពីអ្នកចាស់ថ្ងៃមួយព្រះមហាក្សត្រីបានហៅព្រះនាងមកកាន់បន្ទប់សម្ងាត់មួយនៅក្នុងព្រះរាជវាំងនៅកណ្ដាលបន្ទប់មានប្រអប់មាសបុរាណមួយដែលតុបតែងដោយត្បូងពណ៌ស្ភ្លឺដូចផ្កាយព្រះមហាក្សត្រីបាននិយាយស្រាលថានេះគឺជាអលង្ការពន្លឺព្រះច័ន្ទដែលត្រូវបានរក្សាទុកជាច្រើនជំនាន់វាមានអំណាចការពារអាណាចក្រព្រះនាងមើលទៅអលង្ការនោះដោយការភ្ញាក់ផ្អើលវាជាខ្សែកមាសដែលមានត្បូងពណ៌ស្មូមួយនៅកណ្ដាលពន្លឺរបស់វាទន់ភ្លន់ដូចពន្លឺព្រះច័ន្ទតែត្រូវចងចាំគូព្រះមហាក្សត្រីបន្តអលង្ការនេះអាចប្រើបានតែដោយអ្នកដែលមានចិត្តបរិសុទ្ធប៉ុណ្ណោះចាប់ពីថ្ងៃនោះមកព្រះនាងចន្ទកេសរតែងពាក់អលង្ការនោះជាប់ខ្លួនរាល់ពេលព្រះនាងទៅជួយប្រជាជនត្បូងនោះតែងភ្លឺស្រាលប៉ុន្តែនៅឆ្ងាយពីអាណាចក្រមានអាបធ្មប់ខ្មៅម្នាក់ឈ្មោះកុមារុងក៏ដែលចង់បានអំណាចអលង្ការនោះគាត់បានឮរឿងព្រេងអំពីអលង្ការពន្លឺព្រះច័ន្ទហើយជឿថាបើគាត់បានវាគាត់នឹងអាចគ្រប់គ្រងអាណាចក្រទាំងអស់យប់មួយខណៈព្រះច័ន្ទពេញបូនមីម៉ារុងបានប្រើវេទមន្តខ្មៅបង្កើតព្យុះធំមួយមេឃប្រែជាងឹតខ្យល់បក់ខ្លាំងហើយភ្លៀងធ្លាក់យ៉ាងសន្ធឹកសន្ធាប់ប្រជាជនភ័យខ្លាចយ៉ាងខ្លាំងព្រះនាងចន្ទកេសរបានចេញទៅជួយប្រជាជនដែលកំពុងជាប់ក្នុងទឹកជំនន់ព្រះនាងបាននាំកុមារនិងមនុស្សចាស់ទៅកន្លែងមានសុវត្ថិភាពនៅពេលនោះអលង្ការពន្លឺព្រះច័ន្ទចាប់ផ្ដើមភ្លឺខ្លាំងពន្លឺពណ៌ស្បានរាលដាលជុំវិញព្រះនាងនិងការពារមនុស្សពីខ្យល់ព្យុះម៉ារុងឃើញដូច្នោះក៏កាន់តែចង់បានអលង្ការនោះនៅយប់បន្ទាប់គាត់បានលួចចូលព្រះរាជវាំងដោយប្រើវេទមន្តខ្មៅគាត់បានធ្វើឲ្យទាហានទាំងអស់ដេកលក់ព្រះនាងភ្ញាក់ឡើងហើយឃើញស្រមោលខ្មៅមួយនៅក្នុងបន្ទប់ប្រគល់អលង្ការមកខ្ញុំម៉ារុងស្រែកព្រះនាងថយក្រោយដោយភ័យខ្លាចប៉ុន្តែមិនព្រមប្រគល់អលង្ការឡើយខ្ញុំមិនអនុញ្ញាតឲ្យអ្នកប្រើវាសម្រាប់អំពើអាក្រក់ទេម៉ារុងខឹងយ៉ាងខ្លាំងហើយបាញ់វេទមន្តខ្មៅទៅរកព្រះនាងភ្លាមនោះអលង្ការពន្លឺព្រះច័ន្ទបានបញ្ចេញពន្លឺដ៏ខ្លាំងបន្ទប់ទាំងមូលភ្លឺដូចថ្ងៃពន្លឺនោះបានទប់អំណាចខ្មៅរបស់ម៉ារុងនិងធ្វើឲ្យគាត់ថយក្រោយប៉ុន្តែម៉ារុងនៅតែព្យាយាមចាប់អលង្ការនោះក្នុងពេលនោះត្បូងពន្លឺចាប់ផ្ដើមបង្ហាញរូបភាពចម្លែកព្រះនាងបានឃើញអតីតកាលរបស់ម៉ារុងកាលពីមុនគាត់ធ្លាប់ជាអ្នកប្រាជ្ញល្អម្នាក់ប៉ុន្តែដោយសារភាពលោភលន់និងចង់បានអំណាចគាត់ក៏ធ្លាក់ទៅក្នុងភាពងឹតព្រះនាងមានចិត្តអាណិតម៉ារុងអ្នកមិនចាំបាច់រស់ក្នុងភាពងឹតបែបនេះទេព្រះនាងនិយាយស្រាលម៉ារុងភ្ញាក់ផ្អើលគ្មាននរណាធ្លាប់និយាយដោយមេត្តាចំពោះគាត់ឡើយព្រះនាងបានដោះអលង្ការចេញហើយនិយាយថាអំណាចពិតមិនមែនសម្រាប់គ្រប់គ្រងអ្នកដទៃទេប៉ុន្តែសម្រាប់ការពារនិងជួយមនុស្សភ្លាមនោះអលង្ការពន្លឺព្រះច័ន្ទបានភ្លឺទន់ភ្លន់ពន្លឺនោះប៉ះទៅលើម៉ារុងធ្វើឲ្យអំណាចខ្មៅរបស់គាត់ចាប់ផ្ដើមរលាយបាត់ម៉ារុងលុតជង្គង់ចុះខ្ញុំបានធ្វើខុសគាត់និយាយទាំងសោកស្ដាយព្រះនាងញឹមស្រាលហើយអភ័យទោសឲ្យគាត់ចាប់ពីថ្ងៃនោះមកម៉ារុងបានបោះបង់វេទមន្តខ្មៅហើយប្រើចំណេះដឹងរបស់គាត់ដើម្បីជួយប្រជាជនវិញអាណាចក្រចន្ទសុវណ្ណក៏ត្រឡប់មកមានសន្តិភាពដូចមុនរាល់យប់ព្រះច័ន្ទពេញបូនមីអលង្ការពន្លឺព្រះច័ន្ទតែងភ្លឺស្រាលនៅលើករបស់ព្រះនាងដូចជាការរំលឹកថាចិត្តមេត្តានិងការអភ័យទោសអាចបំភ្លឺសូម្បីតែភាពងឹតបំផុតគិតបណ្ឌិតអំណាចដ៏ពិតប្រាកដគឺចិត្តល្អការអភ័យទោសនិងការជួយអ្នកដទៃ